ថ្ងៃនេះគឺសូមបែបស្រុកស្រែគឺថាធ្វើខ្នប់ញ៉ាំបងប្អូនចាលីហើយជាស្រេចចាឥឡូវយើងវាខ្ចប់ដើម្បីអាំងដល់គ្នាឲ្យអាំងខ្នប់បែបខ្ញុំគឺអត់បានប្រកាសភ្លើងខ្ញុំទេចាគឺធ្វើបែបលឿនងាយតោះមើលបងប្អូនចា